បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទនេះគឺជាកសិដ្ឋានចំការបាទភ្នំពេញបាទបងប្អូនអរគ្នាបាទហើយនេះគឺយើងធ្វើការបាទចាប់កូនកង្កាប់បាទហ្នឹងហើយក្នុងមួយតង់គឺកន្លំក្នុងមួយតង់បាទក្នុងមួយធុងហ្នឹងគឺយើងដាក់ឲ្យបាទមួយមុំបាទហើយក្នុង1000ក្បាលគឺយើងដាក់2 ទៅ 3 ធុងណាបាទនឹងឥឡូវយើងក្រូបហើយបាទយើងបើកទៅដល់គឺត្រឹមមកដប់ទៅដល់ទោះបីជាដាក់ល្ងាចព្រឹកនេះទៅដល់ព្រឹកក៏វាមិនមានបញ្ហាដែរណាបាទហ្នឹងហើយណាមួយខ្ញុំធ្លាប់ធ្វើការដប់បាទដឹកជូនវាច្រើនឆ្នាំហើយបាទហ្នឹងហើយដឹកជូនរឿងរបស់ចឹងណាបាទកូនសិស្សខ្ញុំក៏ច្រើនដែរបងប្អូនអរគ្នាបាទហើយគេក៏ធ្វើការច្រើនដែរនេះប្រហោងបាទហ្នឹងហើយការដកដង្ហើមមានគ្រប់ជ្រុងបាទហ្នឹងហើយមិនបាច់ភ័យទេបងប្អូនអរគ្នាបាទហ្នឹងហើយដេកតែព្រួយទៅនិយាយលេងទេបងប្អូនអរគ្នាបាទបងប្អូនអរគ្នាហើយយើងក៏លេខមកមើលកូនកាប់យើងដែលធ្វើការរៀបចំចាប់បដើណាបាទហ្នឹងហើយបងប្អូនអរគ្នាបាទថតมันបានច្បាស់ល្អឲ្យបងប្អូនអរគ្នាមើលទេបាទហ្នឹងហើយបើថាកូនកាប់គឺយើងចាប់ជំរើសឲ្យគេបាទប៉ិនមេដៃបាទឬមកក៏រៀងស្ទើជាងមេដៃបើសិនជា1400បាទ1500អាចប៉ិនមេដៃបាទឬមកក៏ធំជាងមេដៃបាទតោះបងប្អូនអរគ្នាមកមើលជាមួយខ្ញុំទាំងអស់គ្នាបាទសម្រាប់ការបញ្ចេញមុខបាទវាគឺជាការដែលគេហៅថាជាការធានាមួយនៅក្នុងការលក់បាទពីកសិដ្ឋានចំការភ្នំពេញហើយនឹងកសិដ្ឋានចំការសៀមរាបបាទហើយនឹងសហគមន៍ចំការកម្ពុជាបាទហ្នឹងហើយខ្ញុំដោយសារតែខ្ញុំចង់ធ្វើជាសហគមន៍ដោយសារថាទៅថ្ងៃមុខទៅយើងនឹងអាចថាមានលទ្ធភាពទិញជាលក្ខណៈឡានដឹកបាទកាប់សាច់ទៅលក់តាមតំបន់បាទចឹងហើយក៏យើងធ្វើបានមួយឆ្នាំ2ឆ្នាំហើយប៉ុន្តែមិនទាន់មានលទ្ធភាពបាទចំណាយច្រើនពេកបាទឆ្នាំនេះខ្ញុំការប្រពន្ធបាទហ្នឹងហើយយកពន្ធហើយបាទបងប្អូនគ្នាជ្រួញអស់បាទហ្នឹងហើយអញ្ចឹងយកពន្ធសិនបាទចាំរឿងទិញឡានចាំគិតក្រោយបាទបាទធ្វើផ្ទះអស់ច្រើនដែរបាទតែក៏មិនសូវជាមានលុយនៅសល់បាទហ្នឹងហើយបាទបងប្អូនគ្នាគឺនៅពេលដែលយើងចាប់គឺយើងជំរើសវាមួយចឹងហ្នឹងណាបាទហ្នឹងហើយបើថាកូនបាទប្រៀបមើលទៅបាទប៉ិនមេដៃអីហ្នឹងហើយបាទហ្នឹងហើយនិយាយទៅល្អបាទតាមល្អដាក់តាមល្អបាទបើថាកូនបាទយកទៅគឺដឹងថាយើងធ្វើកាតបាទហ្នឹងហើយធានាបាននៃការធ្វើកាតបាទធំគ្រាន់ហើយបាទនោះមើលបាទបងប្អូនអរគ្នាពេញតង់បាទហ្នឹងហើយយ៉ាថតទៅរឿងតាក់បងប្អូនអរគ្នាបាទហ្នឹងហើយតែមិនអីទេបាទហ្នឹងហើយកាត់ច្រើនណាស់បងប្អូនអរគ្នាបាទនិយាយពីថាការ៉ូកើតបាទមកតង់នឹងពេញណាបាទហើយមើលបាទសម្រាប់បាទជិតប៉ិនគ្នាបាទកាប់នេះធំល្អបាទអានេះអត់ទាន់ដល់អាយុវាដែលត្រូវដោះដៃដោះជើងទេបាទតែបន្តិចទៀតបានវាដោះដៃដោះជើងណាបងប្អូនអរគ្នាបាទហ្នឹងហើយនិយាយថាដោយអាគុណត្រីចវាដែលវាខ្នាប់ពេញហ្នឹងណាបាទហ្នឹងហើយបើរឿងទីផ្សារល្អណាស់បច្ចុប្បន្នរោទាំងកាប់បានលក់បាទស្បែកតែកូនកាប់ក៏ខ្ញុំអត់ទាន់មានក្របឲ្យគេដែរបាទហ្នឹងហើយអានេះយើងមកតង់ដឹងមកតង់បាទពីមេបាពូជតែល្អហើយបងប្អូនអរគ្នាត្រៀមតែតង់ដាក់តាំងកាប់ទៅបាទអបបាក់ភ័យព្រឹកនៅខាងនោះទៀតបាទខាងនេះខ្ញុំទៅរៀបបដាខាងនេះខ្ញុំមូវីចូលគ្នា2តង់ហើយបាទហ្នឹងហើយបាទនេះតែមួយតង់របស់វាទេបាទតែវាច្រើនមែនបាទច្រើនតែវាសុខភាពវាល្អបាទបងប្អូនអរគ្នាមើល